បងប្អូនអរគ្នាជួបគ្នាជាមួយនឹងវីដេអូបន្តទៀតទៅទៅនឹងអន្តេក្រារបស់យើងពីគូមានអន្តេក្រាមិនកំណត់នៃ dx ចែកជាមួយនឹង x បូក1បាទចឹងយើងដោះស្រាយបែបណាក្នុងផាននេះបាទគឺថាយើងមានអូខេយើងមានគឺដោះស្រាយដូចទាំងមិនទេបាទតែអញ្ចឹងក៏ដាក់ថាវាមានប៉ុណ្នេះមានសញ្ញាស្មើបាទអូខេស្មើជាមួយនឹងអន្តេក្រាបាទក្រោយនេះគឺយើងអន្តេក្រាប្រភេទនេះគឺយើងត្រូវតាំងណាបាទ25ណាអន្តេក្រាវិញនេះគឺយើងអាចប្រើរូបមន្តក៏បានយើងតាំងក៏បានដែរបើមុនអុយព្រាមលើអុយណាដែលអុយយើងទៅតែនេះគឺប្រើតាមរូបមន្តបាទយើងប្រើរូបមន្តតាំងបាទតាំងគឺទេគឺតាំងពាក្យបែកនេះក្រៅគឺតម្រងជើយើងមើលទៅពេលយើង derivative ភាគដែលយើងបើយើង derivative ភាគយកយើងដាក់ x ទៅបូក1ទៅព្រីមទៅវាស្មើជាមួយនឹងភាគបែកបាទអញ្ចឹងវាអាចធ្វើតាមបានហើយអញ្ចឹងតេស្មើជាមួយនឹង x បូក1អញ្ចឹងគឺទាញរក dt ណាធ្វើ differential លើអង្គសងខាងអញ្ចឹងវាទៅជាបើថា x បូក1 dt អញ្ចឹងធៀបនឹង x អញ្ចឹងពេលយើង derivative ទៅយើងឃើញថាបានទៅជា derivative នៃ x បាន1អញ្ចឹង derivative 1បាន0យើងឲ្យចេញ dx យល់ទេធៀបនឹង x ណាយើងបានប៉ុណ្ណឹងបន្តមកទៀតយើងគ្រាន់តែយកកន្លែងណាមាន dx ចំនួនដោយ dt កន្លែងណាមាន x បូក1ចំនួនដោយសត t យល់ទេអញ្ចឹងយើងថាគេបានពីដល់មកអន្តេក្រារបស់យើងនេះ dx ចែកជាមួយនឹង x បូក1ស្មើជាមួយនឹងអន្តេក្រា dx វាយើងចំនួនដោយគេ dt បាទអញ្ចឹងគឺដាក់ dt ចែកជាមួយនឹង x បូក1គឺ x បូក1គឺតាមដល់សត t ស្មើជាមួយនឹងអន្តេក្រានៃអានេះរឿងបាក់មើលយើងអាចសេបានថា1ចែកជាមួយនឹង t dt យ៉ាងម៉េចយើងធ្លាប់ឃើញអញ្ចឹងណាគឺវាចេញលិនតម្រូវដេខាតនៃបាទតម្រូវដេខាតនៃ t បូកជាមួយនឹងចំនួន t c ប៉ុន្តែយើងអត់ទាន់ចប់ទេយើងត្រូវការចំនួន t ហ្នឹងដោយ x បូក1ដោយសាររហ័សរបស់យើងគឺទៅតទាំង x មិនមែន c មិនមែន t ទេយើងត្រូវថាឬអូខេអន្តេក្រានៃមិនកំណត់នៃ dx ចែកជាមួយនឹង x បូក1ស្មើជាមួយនឹងលិនបាទនៃអីគេបាទ d លយខាតនៃលយខាតនៃ t x បូក1ណាបូកចំនួន tc ដែល c គឺជារបស់ a បាទ c គឺជារបស់ a នេះគឺជាចម្លើយរបស់វាបាទអូខេ complex ចំនួន t ដោយ x បូក1វិញផងបាទហើយហ្នឹងណាបាទហើយលយខាតដល់លយខាតជានិច្ចបូកជាមួយ c ហើយ c គឺជារបស់ a បាទចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្ណឹង